ថាពីពិធីក្រុងពលីបួងសួងអាត្មាមិនដែលទេសនាទេណារឿងអស់ហ្នឹងមិនដែលសោះតបើថ្ងៃនេះទេទីចោះក៏លោកអ្នកម្ចាស់បងលោកឆ្ងល់លោកចង់ដឹងថាតើពិធីក្រុងពលីហ្នឹងវាបានយ៉ាងម៉េចឬពិធីបួងសួងហ្នឹងវាយ៉ាងម៉េចអាត្មាសូមជម្រាបថាពិធីក្រុងពលីពិធីបួងសួងនេះមិនទាក់ទងអីនឹងពុទ្ធសាសនាសោះអានឹងជាពិធីខាងសាសនាដទៃក្រៅពីពុទ្ធសាសនាគឺសាសនាព្រាហ្មណ៍គេធ្វើប៉ុន្តែវាមានក្បួនមួយហ្នឹងទៅសេអញ្ចឹងហ្មងក្បួនស្លឹករឹងទៅសេពីរឿងក្រុងពលីហ្នឹងច្បាស់ឡើងចាំវាល្មមតែគ្នាជឿអញ្ចឹងដែរអាហ្នឹងរឿងពេទ្យវិញចឹងក្បួនគេសរសេររឿងរ៉ាវក្រុងពលីហ្នឹងតិតោកាលកម្មបងកម្មមុនកម្មយើងនេះឈ្មោះបត្តកម្មមានពុទ្ធត្រាស់ដឹងក្នុងបត្តកម្មយើងនឹង5អង្គត្រាស់ដឹងបាន4អង្គទៅហើយនៅមួយអង្គក្រោយទៀតអនាគតគឺព្រះសាមេត្រីក្នុងបត្តកម្មនេះរឿងក្រុងពលីនឹងមាននិយាយតាំងពីកម្មមុនកម្មនេះមួយសែនកម្មមិនចេះតិចទេណាញោមអើយនឹងពីស្មានណាទេគឺថាមានកម្មមួយនោះមានពុទ្ធត្រាស់ដឹង3ព្រះអង្គក្នុងកម្មនោះពុទ្ធទី1ព្រះនាមអនោមទេសីពុទ្ធអង្គទី2ឈ្មោះបតមុត្តរៈពុទ្ធទី3ឈ្មោះព្រះនាមថារេវតៈមាន3ចឹងមាននិទានថាពុទ្ធបតមុត្តរៈនឹងដែលជាប់តាកតងរឿងក្រុងពលីហ្នឹងថាពុទ្ធតែសម្មាសម្ពុទ្ធព្រះនាមបតមុត្តរៈហ្នឹងព្រះអង្គចង់បានផែនដីនេះដែលមានមេត្តាចង់ឲ្យមនុស្សហ្នឹងរស់នៅក្នុងផែនដីហ្នឹងឲ្យបានទូលំទូលាយព្រោះផែនដីហ្នឹងគឺអ្នកដែលគ្រប់គ្រងផែនដីហ្នឹងគឺស្ដេចពលីឈ្មោះស្ដេចពលីចឹងដែលមានឫទ្ធិអំណាចជាអ្នកបង្កើតផែនដីហ្នឹងហើយពុទ្ធបតមុត្តរៈសម្មាសម្ពុទ្ធនោះព្រះអង្គទៅបិណ្ឌបាតដីរបស់ពលីហ្នឹងស្ដេចពលីហ្នឹងគេក្រុងពលីក្រុងគឺវាដូចជាប្រទេសដូចជាប្រមុខនៃផែនដីគេក្រុងហ្នឹងបានហៅក្រុងពលីហ្នឹងថាទៅបិណ្ឌបាត3ចង្ហៀន3ចង្ហៀនដីដើម្បីទុកឲ្យដីហ្នឹងជាអាណាខេត្តសរៈឲ្យមនុស្សនៅមកព្រះអង្គមានមេត្តាទៅលើមនុស្សហ្នឹងដល់ទៅបិណ្ឌបាតទៅស្ដេចក្រុងពលីហ្នឹងថាចង់មានទៅកំណាញ់អីដី3ចង្ហៀនហ្នឹងក៏ជ្រះថ្លាប្រគិនទៅពុទ្ធបតមុត្តរៈហ្នឹងទៅដល់វេលាដល់ព្រះអង្គនឹងឈាន3ចង្ហៀនព្រះអង្គសម្ដែងបដិហារឹតឡើងក្រិនតែ2ចង្ហៀនมันនឹងអស់ផែនដីទៅមូលរបស់ដល់អាចង្ហៀនទី3អស់បងវាអស់ដល់ចឹងក្រុងពលីនឹងក៏ភ្ញាក់ថាយីអស់ផែនដីទៅនៅឯណាដល់គិតថាខ្លួនបានប្រគេនដី3ចង្ហៀនទៅពុទ្ធហើយនៅមកអស់ដីនៅខ្លួនឯងបាត់ហើយចឹងដល់ចឹងខ្លួនត្រូវទៅរកដីមកកន្លែងទៀតនៅត្រូវភពដីទៀតនៅហើយក៏សក់ចិត្តចេញពីនេះទៅក៏បានផ្ដាំនឹងពុទ្ធបតមុត្តរៈហ្នឹងថាអំណះតទៅបើមានអ្នកណាគេធ្វើបុណ្យធ្វើពិធីផ្សេងអីសូមឲ្យគេរំលឹកដល់ខ្លួនផងយ៉ាងណាឲ្យគេរំលឹកដល់ស្ដេចក្រុងពលីហ្នឹងផងស្ដេចពលីមកផ្ដាំថាអញ្ចឹងថាបានពុទ្ធជាម្ចាស់លោកទទួលបណ្ដាំរបស់ក្រុងពលីហ្នឹងក៏បានផ្ដាំមកមានអ្នកបរិស័ទណាធ្វើបុណ្យធ្វើទានអីត្រូវក្រុងត្រូវរំលឹកដល់ស្ដេចក្រុងពលីនឹងឯង
គឺថាម្ចាស់ទឹកម្ចាស់ដីសុំទឹកសុំដីបានធ្វើបុណ្យធ្វើអីវាបានបនសំបីតែសង់ផ្ទះគេហដ្ឋានអីក៏បង្កើតសេរីសួស្តីរស់ស៊ីកើតមានអីទៅឥសានបានគោរពស្ដេចក្រុងពេលីប៉ុន្តែរឿងរ៉ាវវត្ថុនិទានដែលអាត្មាភាពលើកមកជម្រាបនេះយើងមិនអាចទទួលស្គាល់បានទេមិនដឹងជាអ្នកណាមួយគេសរសេរមិនមែនជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធសម្ដែងទេមិនដឹងអ្នកណាគេទៅសេអញ្ចឹងគេទៅសេបង្កើតរឿងនឹងឡើងអានឹងអញ្ចឹងឬអាចខាងសាសនាព្រាហ្មណ៍នឹងគេទៅសេក៏មិនដឹងគេចង់ទាញឲ្យវាជាប់តាក់ទងគ្នាហ្នឹងសាសនាព្រាហ្មណ៍ញោមសំបីពុទ្ធសមណៈគោតមយ៉ាងនេះគេចាត់ជាអវតារទី9របស់ព្រះនរាយណ៍ទេណាព្រះវិស្ណុទេណាគេចង់យកពុទ្ធយើងទៅដាក់ក្រោមឃ្លាព្រោះពុទ្ធលោកមានអភិនិហាបារមីផ្សព្វផ្សាយសាសនាពុទ្ធសាសនាគ្របទៅលើសាសនាព្រាហ្មណ៍ហ្នឹងពួកអ្នកកាន់សាសនាព្រាហ្មណ៍លះបង់សាសនាព្រាហ្មណ៍ចោលមកកាន់ពុទ្ធសាសនាច្រើនគេភ័យច្រើនវាអស់គេទៅសេរឿងគេកែវដាក់យកពុទ្ធមកដាក់ក្រោមឃ្លាគេគេថាអវតារទី9របស់ព្រះនរាយណ៍គេបញ្យល់ថាពុទ្ធហ្នឹងណាជាអវតារជាចំណែកភាគតូចមួយព្រះជាម្ចាស់របស់យើងទេយើងចាំទៅគោរពអីពុទ្ធហ្នឹងយើងគោរពតែព្រះជាម្ចាស់យើងតែមួយអង្គទៅបានហើយគេបំផ្លាញកុំឲ្យមនុស្សមកគោរពពុទ្ធណាព្រោះគេថាជាបែងភាគមួយដែលព្រះវិស្ណុលោកបែងភាគមកជាអវតារទី9ហ្នឹងគេដាក់ក្រោមឃ្លាគេយ៉ាងគេថាព្រះពុទ្ធព្រះតូចតាចបន្តិចបន្តួចសាខាយើងទៅគោរពទៅអីគោរពព្រះជាម្ចាស់ធំតែមួយទៅបានហើយគេកែវអញ្ចឹងឥឡូវយើងនាំគ្នាពិភាក្សាពីព្រះពុទ្ធបតមុត្តរៈសម្មាសម្ពុទ្ធទៅបិណ្ឌបាតដីក្រុងបាលី3ចង្ហៀនហ្នឹងខ្ញុំគិតមើលព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គមិនបៀតបៀនអ្នកណាទេណាពុទ្ធណាមិនតេះដៀលមិនបៀតបៀនអ្នកណាទេសត្វលោកណាទេហើយព្រះអង្គមានមហាករុណាទិគុណគឺអាណិតអាសូរយ៉ាងក្រៃលែងទៅលើសត្វលោកទាំងអស់អញ្ចឹងហេតុអីបានព្រះអង្គទៅបៀតបៀនទៅសុំដីក្រុងបាលីទៅក្រុងបាលីម្ចាស់ដីអត់ទាំងដីនៅបងគិចបាត់ទៅរកដីនៅទៀតគិតទៅបៀតបៀនម្ចាស់ដីប៉ុណ្ណាខ្ញុំនិយាយគិតមើលតែហ្នឹងឯងយើងអត់ទទួលស្គាល់ទេវាគ្មានទេតែថាអាណិតទៅបិណ្ឌបាតដីឲ្យបរិស័ទមកទៀតនៅចាអ្នកម្ចាស់ដីហ្នឹងអន្តរាយខ្លួនបាត់អស់កម្មសិទ្ធិថែរក្សាដីអត់ទាំងដីនៅទៅនៅឯណាបាត់ខ្ញុំគិតមើលមកតើបៀតបៀនក្រុងបាលីម្ចាស់ដីនឹងប៉ុណ្ណាមានទុករមែកតែខ្ចាត់ពីផែនដីយើងទាំងមូលទៅបាត់អន្តរធានអស់មិនប្រពុតទៅបៀតបៀនគេខ្ញុំគិតមើលមកនេះអាតហ្នឹងណាយើងគិតវាអត់មែនទេបើអញ្ចឹងសូមអាត្មាសូមលើករឿងនិទានក្រុងបាលីក្រុងបាលីហ្នឹងមាននៅក្នុងសាសនាព្រាហ្មណ៍បើកខ្ញុំសូមលើករឿងហ្នឹងមកក្រុងបាលីគេហៅស្ដេចបាលីក្នុងសាសនាព្រាហ្មណ៍មានអានុភាពនៅលើផែនដីអានេះនិយាយពីរឿងសាសនាព្រាហ្មណ៍តែអ្នកថែរក្សាទឹកដីបង្កើតផែនដីហ្នឹងហើយក្នុងនោះមានព្រះឥសូរមួយផងអ្នកព្រះឥសូរក៏ចង់បានឲ្យខ្លួននោះមានដេកជាមហិទ្ធិរិទ្ធដើម្បីនឹងគ្រប់គ្រងផែនដីហ្នឹងប៉ុន្តែទៅវាមិនរួចនឹងក្រុងបាលីតែដណ្ដើមយកឫទ្ធិអំណាចពីក្រុងបាលីមកគ្រប់គ្រងផែនដីវាអត់បានបើអញ្ចឹងហើយត្រូវទៅពឹងព្រះនរាយណ៍ព្រះវិស្ណុហ្នឹងឲ្យជួយធ្វើម៉េចឲ្យទៀមទាដីហ្នឹងមកឲ្យខ្លួនកាន់កាប់បានពង្រីកអំណាចគ្រប់គ្រងផែនដីហ្នឹងទៅពឹងព្រះនរាយណ៍ព្រះនរាយណ៍នេះគេហៅវិស្ណុយើងហៅព្រះនរាយណ៍ព្រះនរាយណ៍នោះក៏ធានានឹងយកអាសាជួយព្រះនរាយណ៍នោះបានបែងភាគមួយទៀតហើយ
ជាវាមណៈជាមនុស្សទឿមួយវាមណៈហ្នឹងជាអវតារទី4របស់ព្រះនរាយណ៍បែកភាគជាមនុស្សទឿកន្តើយមនុស្សទឿញោមញាតធ្លាប់ឃើញហើយបងទៅសំដីស្ដេចពេលីហ្នឹង3ចង្ហៀននេះរឿងសាសនាព្រាហ្មណ៍និយាយ3ចង្ហៀនដល់អញ្ចឹងទៅស្ដេចពេលីនៅគឹងចាមនុស្សកន្តើអញ្ចឹងណា3ចង្ហៀនវាប៉ិនប្រមាណក៏ឲ្យតែមិនយកណាស្រាប់តែដល់ពុតយល់ព្រមឲ្យទៅញោមមិនទេព្រះនរាយណ៍នៅសំដែងរឹតបែកភាកឡើងក្រិនឈានតែ2ចង្ហៀនចង់អស់ដីបាត់ដល់អាចង្ហៀនទី3ហ្នឹង3ទៅក៏ឈានទី3ទៅជិនលើក្បាលក្រុងពេលីណែឯងលិចទៅក្នុងដីហ្នឹងទៀតហើយដល់ជិនក្នុងលិចដល់ជិនក្នុងលិចទៅហ្នឹងបានក្រុងពេលីនឹកឃើញតែចាញ់បោកគេហើយស្គាល់ថាព្រះនរាយណ៍វិស្ណុថាមកបោកបញ្ឆោតខ្លួនហ្នឹងក៏ធ្វើជាមនុស្សទឿមកបញ្ឆោតនឹកឃើញអស់អីនិយាយវិចាញ់បោកគេប៉ុន្តែគាត់រសាពាក្យសច្ចៈដែរសម្បលីរសាពាក្យសច្ចៈថាឲ្យគេហើយគេត្រូវតែឲ្យអញ្ចឹងយើងវិចាញ់បោកគេបើអញ្ចឹងហើយចិត្តនឹងលិចទៅដីក៏សំផ្ដាំថាបើមានអ្នកណាគេធ្វើពិធីអីសុំឲ្យរំលឹកដល់ទៅខ្លួនផងឲ្យនឹកដល់ឈ្មោះហ្នឹងហើយសម្បលីហ្នឹងស្ដេចក្រុងពេលីហ្នឹងដល់ប្រគល់ឲ្យគេអស់ហើយខ្លួនឯងក៏សម្ដែងរិទ្ធទៅជាសត្វក្រពើមួយយ៉ាងធំហើយក៏ទៅស្វែងរកភពមួយនៅផ្សេងទៀតទៅព្រោះវាអស់ជឿគេបោកយកអស់ខ្លួនអត់មានអីស្អាតបន្តិចទៅនៅភពមួយទៀតទៅនៅក្នុងប្រាសាទក្រវ៉ាន់ហ្នឹងប្រាសាទក្រវ៉ាន់ញោមស្គាល់ប្រាសាទធំកណ្ដាលហ្នឹងមានគេរូបគេឆ្លាក់រូបព្រះនរាយណ៍ហ្នឹងមានមនុស្សទឿអីហ្នឹងប្រាសាទក្រវ៉ាន់ទៅមើលនឹងគេហៅវិស្ណុត្រីវិក្រមៈគេថាវិស្ណុឈាន3ចង្ហៀនហ្នឹងជាភាសាសង្ស្ក្រឹតថាវិស្ណុត្រីវិក្រមៈឈាន3ចង្ហៀនយកដីក្រុងពេលីហ្នឹងអាហ្នឹងរឿងហ្នឹងវិញអញ្ចឹងខាងសាសនាព្រាហ្មណ៍វាអត់តិកតងអីទេ